សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel កំសែង Official ហើយអ្នកទាំងអស់គ្នានៅចាំទូរស័ព្ទមួយគ្រឿងនេះបានទេកាលពីវីដេអូមុនខ្ញុំថានឹងធ្វើការប្រើប្រាស់ហើយនឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាឥឡូវខ្ញុំបានប្រើវាមួយរយៈពេលយូរដែររយៈពេល1ខែជាងហើយដែលខ្ញុំឆ្លៀតពេលមិនទាន់មានពេលចេញវីដេអូសម្រាប់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូចែករំលែកតាក់ទងនឹងទូរស័ព្ទនេះមួយឲ្យអ្នកទាំងអស់គ្នាអូខេតោះអញ្ចឹងទូរស័ព្ទនេះគឺវាមានស្ពេចធំអ្នកទាំងអស់គ្នាវាជាប្រភេទរបស់ Huawei ហើយវាមានស្ពេចគួរសមអាចអូសហ្គេមធំបានដាក់ឲ្យអ្នកខ្ញុំមើលច្បាស់បន្តិចអូខេសេរីបន្តិចតោះអីទេឥឡូវយើង focus លើវាទៅនេះអ្នកនរគ្នា model របស់វាគឺ MyMac 20 5G ទូរស័ព្ទមួយគ្រឿងនេះមិនសូវជាមានអ្នកប្រើទេនៅក្នុងស្រុកខ្មែរគឺមានមួយទេណាអ្នកទាំងអស់គ្នាហើយនេះគឺជា China version មិនមែនជា global version ទេដែលវាមាន RAM រហូតដល់ទៅ 12G និង memory រហូតទៅដល់ 256G បានន័យថា memory វាក៏ធំដែរហើយចំពោះការប្រើប្រាស់រយៈពេល1ខែជាងមកនេះខ្ញុំគិតថាវាល្អវាដើរលឿនស្ពេចគេគឺរត់រហ័សអ្នកនរគ្នាអត់អីទេអញ្ចឹងភាគច្រើនអ្នកប្រើ China Mobile គឺដឹងហើយគឺយើងអាចប្រើកម្មវិធី Google វាអត់ support ជាមួយ service របស់ Google ទេប៉ុន្តែយើងអាចប្រើកម្មវិធីមួយនេះដើម្បីធ្វើការ install Facebook YouTube TikTok Google Map Gmail អី game មួយចំនួនដែលវាអត់ support នៅក្នុង App Gallery ហ្នឹងណាយើងអាចប្រើនៅក្នុងហ្នឹងបានហើយវាមានការដើរយ៉ាងរអិលជាមួយនឹងតែឥឡូវខ្ញុំដូចឧទាហរណ៍ខ្ញុំបើក game នេះមួយគឺវាដើរលឿនណាស់អ្នកនរគ្នាអូខេហើយខ្ញុំដាក់ខ្ញុំខ្លាចជាប់ copyright អីចឹងណាឥឡូវខ្ញុំធ្វើការចេញមកវិញហើយចំពោះទូរស័ព្ទ Switch នេះគឺវាដើរលឿនអត់អីទេអាចទទួលយកបានបើអ្នកទាំងគ្នាចង់ប្រើប្រាស់អីហើយចំពោះកម្លាំងថ្មក៏ខ្លាំងដែរគឺដើរយ៉ាងរលូនហ្មងកម្លាំងថ្មគឺប្រើអូសផុតមួយថ្ងៃជាងខ្ញុំលេង Facebook លេង TikTok លេង game ដូចជា PUBG ដូចជាអីគឺអូសរួចយ៉ាងរលូនអត់មានបញ្ហាអីទេគឺអាចប្រើការបានដោយរលូនក្នុងរយៈពេលមួយថ្ងៃដែរមួយថ្ងៃជាងខ្ញុំប្រើមិនអស់ទេប្រើទុកយ៉ាងនិយាយថាយើងកាន់សឹងតែឲ្យវាអូសរួចតោះឥឡូវតាក់ទងទូរស័ព្ទគឺខ្ញុំនិយាយប៉ុណ្ណឹងសិនហើយចំពោះ spec គឺដូចខ្ញុំប្រាប់មិញអ្នកអាចទទួលយកបានអាចធ្វើការអ្នកលេង game លេងហើយអាចទិញយកមកប្រើប្រាស់បានហើយកាមេរ៉ាក៏មកជុំដែរអត់អីទេឥឡូវយើងនេះតាក់ទងយើង unboxing អីបានចប់នេះម្ដងចឹងថ្ងៃនេះតាក់ទងការ unboxing នេះរូបខ្លាអ្នកនរគ្នាខ្លាហោះចឹងនៅក្នុងនេះគឺជាអីវ៉ាន់អីទៅឥឡូវមក unboxing ជាមួយខ្ញុំទាំងអស់គ្នាខ្ញុំខានធ្វើវីដេអូយូរខ្ញុំអត់សូវមានពេលអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូតាក់ទង unboxing ទៀតហើយខ្ញុំមានអីវ៉ាន់មកពីចិនមកពីអីច្រើនដែរប៉ុន្តែខ្ញុំអត់មានពេលធ្វើពេល unboxing ថ្ងៃនេះបានអីវ៉ាន់មកក៏ឆ្លៀតទំនេរ 4-5 នាទីធ្វើការ unboxing ចែកអ្នកទាំងអស់គ្នាមើលព្រោះអីវ៉ាន់នេះគឺយើងចង់ដឹងពីគុណភាពវាមិនដែរវ៉ាវអូស្អាតណាស់អ្នកទាំងអស់គ្នានេះគឺជាប្រភេទអាវសាច់តកកដែលទីផ្សារជាក់ស្ដែងមានតម្លៃគួរសមដែរប៉ុន្តែខ្ញុំទិញនេះមកពីខាងបងស្រីមួយនេះគឺតម្លៃធូរចាំមើលខ្ញុំធ្វើការពាក់ហើយនឹងបទពិសោធន៍របស់ខ្ញុំហើយខ្ញុំនឹងចែកម្លែកទៅអ្នកទាំងអស់គ្នាថាតើយើងអាចទិញយកមកប្រើប្រាស់បានអត់ទិញមកបាន10អាវដែរអ្នកទាំងអស់គ្នាហើយសុទ្ធ10អាវមានទាំងដៃវែងមានទាំងដៃខ្លីមើលសាច់កណាត់វាតើ
វាយ៉ាងមិនដែរចាំមើលខ្ញុំធ្វើការប្រើប្រាស់ហើយបើសិនជាវាល្អខ្ញុំនឹងចែករំលែកទៅអ្នកទាំងអស់គ្នាព្រោះវាមានតម្លៃធូរហើយនៅលើទីផ្សារដូចជាក់ស្ដែងខ្ញុំរស់នៅក្នុងខេត្តសៀមរាបនេះខ្ញុំទិញនៅសៀមរាបនេះប្រភេទសាច់កណាត់ហ្នឹងប្រភេទត្រជាក់អញ្ចឹងប្រភេទសាច់តកកដូចដែលគាត់បានឡាយលក់ហ្នឹងគឺមានតម្លៃថ្លៃប៉ុន្តែខ្ញុំយកពីគាត់មកនេះវាមានតម្លៃធូរអញ្ចឹងខ្ញុំចង់ដឹងថាតើសាច់កណាត់វាដូចគ្នាអត់អត់ចាំមើលខ្ញុំធ្វើការប្រើប្រាស់បើសិនជាដូចខ្ញុំនឹងចែករំលែក page ឲ្យអ្នកនរគ្នាអាចនេះបានអាចធ្វើការជួយជាវតគ្នាទៅយើងចែករំលែកកាត់បន្ថយការចំណាយព្រោះយើងឥឡូវក៏កំពុងតែលំបាកដែរនៅក្នុងជីវភាពរស់នៅវាមានសេដ្ឋកិច្ចធ្លាក់ចុះអញ្ចឹងវីដេអូនៅក្នុងថ្ងៃនេះគឺមិនមានអីច្រើនទេគ្រាន់តែធ្វើការតាក់ទងទី1គឺយើងធ្វើបាន2គឺយើងនិយាយពីទូរស័ព្ទដែលយើងបត់ពិសោធន៍កាន់ប្រើមួយរយៈពេលហើយនឹងការ unboxing អីវ៉ាន់មកពីរាជធានីភ្នំពេញហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូផ្សេងទៀតដើម្បីចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងសូមកុំភ្លេចជួយ like និង subscribe channel របស់ខ្ញុំផងហើយនឹងជួបខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណ